នេះគឺជាអត្ថបទរឿងរន្ធត់ទាំងពីរដែលបានដកស្រង់ចេញពីវីដេអូនិងបកប្រែជាភាសាខ្មែររឿងទី1កន្លែងហាត់ប្រាណដែលមានវិញ្ញាណងថ្ងៃមួយខ្ញុំកំពុងបំពេញការងារជាគ្រូបង្វឹកកាយសម្ភារឲ្យក្រុមហ៊ុនរបស់ខ្ញុំដែលជាដៃគូជាមួយទីភ្នាក់ងារ call center មួយក្នុងទីក្រុង Iloilo ប្រទេសហ្វីលីពីនវេនការងាររបស់ខ្ញុំចាប់ផ្ដើមនៅព្រលឹមស្រាងហើយខ្ញុំបានទៅដល់កន្លែងធ្វើការនៅជាន់ទី15នៃអគារសំស្ត្រេតខណៈដែលមេឃនៅងឹតនៅឡើយបន្ទាប់ពីចុះឈ្មោះចូលធ្វើការនិងដើរចូលទៅក្នុងកន្លែងហាត់ប្រាណខ្ញុំបានកត់សម្គាល់ឃើញថាទូរទស្សន៍ Smart TV បានបើករួចជាស្រេចរឿងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលព្រោះគ្រូបង្វឹកវេនមុនបានបញ្ជាក់ថាគាត់បានបិទវាត្រឹមត្រូវមុនពេលចាក់ចេញក្រោយមកសន្តិសុខម្នាក់បានប្រាប់ខ្ញុំទាំងមុខស្លេកស្លាំងថាពួកគេបានឆែកមើលកាមេរ៉ាសុវត្ថិភាពហើយបានឃើញទូរទស្សន៍នោះបើកដោយខ្លួនឯងតាមពិតទៅវាមិនអាចទៅរួចនោះទេព្រោះទូរទស្សន៍ model នោះតម្រូវឲ្យនរណាម្នាក់ចុចប៊ូតុងបញ្ជាដែលនៅពីក្រោយអេក្រង់ដោយផ្ទាល់ខ្ញុំបានព្យាយាមបំភ្លេចការភ័យខ្លាចហើយចាប់ផ្ដើមហាត់ប្រាណដោយខ្លួនឯងមុនពេលចាប់ផ្ដើមម៉ោងការងារខណៈពេលដែលខ្ញុំកំពុងនៅក្នុងបន្ទប់ទឹកដើម្បីជម្រះកាយភាពស្ងប់ស្ងាត់ត្រូវបានកាត់ផ្ដាច់ដោយសំឡេងខ្សឹបម្យ៉ាងខ្ញុំដឹងច្បាស់ថាមានតែខ្ញុំម្នាក់ឯងទេនៅក្នុងកន្លែងហាត់ប្រាណនោះប៉ុន្តែសំឡេងនោះកាន់តែខ្លាំងឡើងរហូតដល់ឮសំឡេងគ្រោរដូចបិសាចហើយឈ្មោះខ្ញុំយ៉ាងច្បាស់ថា Patricia ខ្ញុំមានការភ័យស្លន់ស្លោជាខ្លាំងក៏ប្រញាប់ស្លៀកសម្លៀកបំពាក់ឲ្យលឿនបំផុតហើយរត់ទៅអង្គុយនៅទៅធ្វើការរបស់ខ្ញុំនៅព្រឹកនោះអតិថិជនម្នាក់បានកត់សម្គាល់ឃើញថាខ្ញុំមានអាការៈស្លេកស្លាំងនៅពេលដែលខ្ញុំសួរគាត់ថាតើគាត់ជឿថាទីនេះមានខ្មោចលងដែរឬទេគាត់បានឆ្លើយយ៉ាងរហ័សថាជឿគាត់ប្រាប់ខ្ញុំថាកាលពីមុនមានបុគ្គលិក call center ម្នាក់បានស្លាប់ដោយសារគាំងបេះដូងនៅក្នុងអគារនេះហើយវិញ្ញាណរបស់នាងនៅតែវិលវល់នៅតាមច្រកផ្លូវព្រោះទីកន្លែងនេះមិនដែលត្រូវបានធ្វើពិធីសូត្រមន្តរំដោះគ្រោះនោះទេគាត់ថែមទាំងបានចែករំលែកថាធ្លាប់មានអ្វីម្យ៉ាងមកចាប់ជើងរបស់គាត់ខណៈពេលដែលគាត់កំពុងហាត់ប្រាណទៀតផងរហូតមកដល់សប្តាហ៍ថ្ងៃនេះការចងចាំនៃសម្លេងនោះនៅតែធ្វើឲ្យខ្ញុំព្រួយរំនៅឡើយរឿងទី2អ្នកជិតខាងដែលស្ងប់ស្ងាត់កាលខ្ញុំអាយុ24ឆ្នាំខ្ញុំបានជួលបន្ទប់ស្នាក់នៅតម្លៃថោកមួយនៅក្នុងអគារកម្ពស់5ជាន់ទោះបីជាមានមនុស្សរស់នៅច្រើនក៏ដោយក៏អគារនោះមានភាពស្ងប់ស្ងាត់ខុសធម្មតាដែលគួរឲ្យខ្លាចអ្នកជិតខាងរបស់ខ្ញុំមិនដែលនិយាយរកឬសម្លឹងមើលមុខគ្នានោះទេពួកគេគ្រាន់តែដើរកាត់ខ្ញុំដូចជាខ្ញុំជាខ្មោចអញ្ចឹងរសៀលថ្ងៃមួយខ្ញុំបានកត់សម្គាល់ឃើញទ្វារបន្ទប់របស់អ្នកជិតខាងម្នាក់ចំហបន្តិចដោយសារចង់ដឹងចង់ឃើញខ្ញុំក៏បានលួចអើតមើលទៅខាងក្នុងនៅកណ្ដាលបន្ទប់ដែលពោពេញដោយស្រមោលល្ងិតមានមនុស្សមួយក្រុមធំកំពុងអង្គុយជុំវិញទៅវែងមួយដើម្បីទទួលទានអាហារនៅក្នុងបន្ទប់នោះគ្មានបើកភ្លើងសំបីតែមួយដួងហើយសំឡេងតែមួយគត់ដែលឮគឺសំឡេងប៉ះគ្នានៃស្លាបព្រានិងសមមិនទាន់ទាំងយល់ថាមានរឿងអ្វីកើតឡើងផងទ្វារនោះក៏បានបិទក្រាំងចំមុខរបស់ខ្ញុំតែម្ដងប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលទ្វារជណ្ដើរយន្តបើកនៅជាន់របស់ខ្ញុំបានជួបមនុស្សមួយក្រុមដែលមានមុខស្លេកស្លាំងឈរនៅទីនោះពួកគេឈរស្ងៀមមិនកម្រើកសម្លឹងមកខ្ញុំដោយភ្នែកទេស្អាតនិងមើលទៅហាក់ដូចជាខឹងសម្បាខ្យល់អាកាសនៅទីនោះពោពេញដោយក្លិនស្អុយរលួយម្នាក់ក្នុងចំណោមពួកគេបានអោនមកជិតខ្ញុំហើយខ្សឹបថាអញ្ជើញពួកយើងផងក៏ខ្ញុំបានរុញច្រានពួកគេហើយរត់ទៅបន្ទប់របស់ខ្ញុំលុះពេលខ្ញុំងាកក្រោយទៅមើលពួកគេក៏បាត់អស់ទៅហើយមិនយូរប៉ុន្មានពេលខ្ញុំត្រឡប់មកផ្ទះវិញខ្ញុំបានឃើញប៉ូលីសនៅមុខបន្ទប់ដែលខ្ញុំធ្លាប់លួចអើតមើលនោះអ្នកជួលបន្ទប់នោះបានបាត់ខ្លួនហើយមានក្លិនស្អុយយ៉ាងខ្លាំងចេញពីក្នុងបន្ទប់នៅពេលប៉ូលីសធ្លីទ្វារចូលទៅពួកគេមិនឃើញមនុស្សម្នាក់ណាឡើយឃើញតែគំនរស្បែកជើងនិងសម្លៀកបំពាក់រាយប៉ាយពេញកម្រាលឥដ្ឋមើលទៅហាក់ដូចជាម្ចាស់របស់វាបានរលាយបាត់ចេញពីខោអាវទាំងនោះអញ្ចឹងនៅលើទូមានចានអាហារដែលផ្អុំដុះផ្សិតអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺសារដែលសរសេរនៅលើជញ្ជាំងដោយអក្សរពណ៌ក្រហមធំថាអរគុណដែលបានអញ្ជើញពួកយើងក៏រហូតមកដល់ពេលនេះគេនៅតែរកអ្នកជួលបន្ទប់នោះមិនឃើញឡើយ